ទេសថៃជាប្រទេសដែលមានភាពស្រស់ស្អាតនិងការរីកចម្រើនខ្លាំងប៉ុន្តែនៅពីក្រោយភាពស៊ីវិល័យក៏មានបញ្ហាសង្គមនិងរឿងខ្មៅងងឹតមួយចំនួនដែលត្រូវបានគេលើកយកមកពិភាក្សាជារឿយៗនេះគឺជា10ចំណុចនៃភាពខ្មៅងងឹតក្នុងសង្គមថៃ 1. ការជួញដូរមនុស្សទោះបីជាមានការបង្ក្រាបខ្លាំងប៉ុន្តែថៃនៅតែជាមជ្ឈមណ្ឌលនៃខ្សែសង្វាក់ជួញដូរមនុស្សក្នុងតំបន់ទាំងការបង្ខំឲ្យធ្វើការក្នុងវិស័យនេសាទនិងការជួញដូរផ្លូវភេទដែលជនរងគ្រោះភាគច្រើនជាជនចំណាក់ស្រុកមកពីប្រទេសជិតខាង 2. ឥទ្ធិពលនៃក្រុមអ្នកមានអំណាចមានករណីជាច្រើនដែលកូនអ្នកមានទ្រព្យសម្បត្តិស្រុកស្ដំឬអ្នកមានអំណាចបង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សឬប្រព្រឹត្តបទល្មើសប៉ុន្តែអាចគេចផុតពីសំណាញ់ច្បាប់ឬទទួលបានទោសស្រាលដែលបង្កឲ្យមានការរិះគន់អំពីប្រជាពលរដ្ឋ 3. បញ្ហាគ្រឿងញៀនក្នុងសហគមន៍គ្រឿងញៀនជាពិសេសយ៉ាម៉ាឬម៉ាតកកនៅតែជាបញ្ហារ៉ាំរ៉ៃបច្ចុប្បន្នការអនុញ្ញាតឲ្យប្រើប្រាស់កញ្ឆាសេរីក៏កំពុងបង្កឲ្យមានការជជែកដេញដោលអំពីផលប៉ះពាល់ដល់យុវជននិងសណ្ដាប់ធ្នាប់សង្គមផងដែរ 4. អំពើពុករលួយក្នុងជួរមន្ត្រីប្រព័ន្ធសោកប៉ាន់ត្រូវបានគេមើលឃើញថាមានស្ទើរគ្រប់ស្រទាប់ចាប់តាំងពីការសុំច្បាប់អាជីវកម្មរហូតដល់ការដោះស្រាយបញ្ហាចរាចរណ៍តូចតាចដែលធ្វើឲ្យការអនុវត្តច្បាប់មានភាពធូររលុង 5. ឧស្សាហកម្មប្រភេទថ្មីនេះមានការផ្ទុះឡើងនៅព័ត៌មានអំពីក្រុមម៉ាហ្វៀចិនដែលមកវិនិយោគលើអាជីវកម្មខុសច្បាប់ក្នុងប្រទេសថៃដូចជាកាស៊ីណូអនឡាញការបោកប្រាស់តាមទូរស័ព្ទនិងការលាងលុយកខ្វក់ 6. វិសមភាពសេដ្ឋកិច្ចខ្លាំងថៃជាប្រទេសមួយដែលមានគម្លាតរវាងអ្នកមាននិងអ្នកក្រខ្លាំងបំផុតក្នុងពិភពលោកទ្រព្យសម្បត្តិភាគច្រើនប្រមូលផ្ដុំលើក្រុមគ្រួសារអ្នកមានអំណាចប៉ុន្មានត្រកូលខណៈប្រជាជននៅជនបទជំពាក់បំណុលវ៉ាន់ក 7. បញ្ហានយោបាយនិងរដ្ឋប្រហារក្នុងរយៈពេលជិត100ឆ្នាំមកនេះថៃមានការធ្វើរដ្ឋប្រហារយោធាជាច្រើនលើកជាង10ដងដែលធ្វើឲ្យស្ថិរភាពនយោបាយរង្គោះរង្គើនិងមានការរឹតបន្តឹងសេរីភាពក្នុងការបញ្ចេញមតិក្នុងរដូវកាលខ្លះ 8. ចំនួននៅភាគខាងត្បូងតំបន់4ខេត្តភាគខាងត្បូងដូចជាយ៉ាឡាណារ៉ាធីវ៉ាមានចំនួនប្រដាប់អាវុធរវាងក្រុមឧទាមនិងរដ្ឋាភិបាលអស់ជាច្រើនទសវត្សរ៍ដែលបណ្ដាលឲ្យមានការបំផ្ទុះគ្រាប់បែកនិងការបាត់បង់ជីវិតមនុស្សជាច្រើន 9. ការបាត់ខ្លួនដោយអាថ៌កំបាំងមានសកម្មជននយោបាយឬអ្នករិះគន់រដ្ឋាភិបាលមួយចំនួនបានបាត់ខ្លួនដោយគ្មានដានឬត្រូវបានគេរកឃើញថាស្លាប់ក្នុងស្ថានភាពអាថ៌កំបាំងដែលជារឿងដ៏គួរឲ្យខ្លាចសម្រាប់សង្គមប្រជាធិបតេយ្យ 10. គ្រោះថ្នាក់ចរាចរណ៍ខ្ពស់បំផុតថៃជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសដែលមានអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ខ្ពស់បំផុតលើលោកជាពិសេសក្នុងរដូវបុណ្យទានដោយសារការបើកបរខ្វះវិន័យការសេពគ្រឿងស្រវឹងនិងការអនុវត្តច្បាប់មិនតឹងរ៉ឹងចំណុចទាំងនេះគឺជាបញ្ហាប្រឈមនឹងសង្គមថៃកំពុងព្យាយាមដោះស្រាយ